បងប្អូនអ្នកខ្លះដែលប្រើទូរស័ព្ទដៃម៉ាក Redmi ហើយមានបញ្ហានៅក្នុងការសាកថ្មទៅវាចេញតែ logo Mi ហើយអត់លុត logo Mi ហើយអត់លុតសាកថ្មអត់ឡើងអីទេគឺវាចេញតែ logo លុត logo លុតតែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំទទួលបាន Redmi មួយដើមគឺ Note 9បញ្ហារបស់វាហ្នឹងគឺបើគ្រឿងក៏លុតត្រឹមប៉ុណ្ណឹងដែរប្រើសុកទៅគឺវាលុតអញ្ចឹងណាបងប្អូនហើយសម្រាប់បញ្ហានេះដែរយើងដូរថ្មដូរឲ្យហើយក៏វានៅតែអលុតដដែលទេអញ្ចឹងសម្រាប់បញ្ហានេះគឺមិនមែនមកពីថ្មទេបងប្អូនណាគឺមកពីម៉ាស៊ីនអូខេអញ្ចឹងសម្រាប់ដំណោះស្រាយម៉ាស៊ីនបងប្អូនអាចមើលវីដេអូនេះបានឥឡូវខ្ញុំបង្ហាញជូនបងប្អូនអរគ្នាមុនណាយើងដូរថ្មហើយយើងបើកមកក៏នៅ logo លុតដែរអូខេអញ្ចឹងបន្ទាប់ពី logo លុតយើងធ្វើការយកម៉ាស៊ីនមកមើលបន្តិចមកអញ្ចឹងបន្ទាប់ពីយើងជួសជុលម៉ាស៊ីនហើយយើងបើកគ្រឿងមកវិញគឺវាអាចរងចាំពេលយូរបន្តិចបងប្អូនណាអាចចំណាយពេល2នាទីអញ្ចឹងទៅព្រោះពេលដែលយើងជួសជុលម៉ាស៊ីនហើយបើកមកវិញគឺវាយូរមែនតើហើយត្រាប់ម៉ាស៊ីនអត់ជួសជុលឲ្យធ្ងន់ធ្ងរទេបងប្អូនណាវាឆ្លងតែមួយគ្រាប់ទេអញ្ចឹងយើងឆ្កឹះមួយគ្រាប់នឹងចេញមកគឺរួចរាល់ហើយអូខេអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហា Redmi ប្រើទៅរត់ហ្នឹងអាចតេស្តថ្មតេស្តអីសិនទៅមុននឹងយើងមកធ្វើម៉ាស៊ីនណាប៉ុន្តែបញ្ហានេះយើងតេស្តថ្មទៅអីហើយក៏នៅតែអញ្ចឹងដែរអញ្ចឹងចាំយើងមកធ្វើម៉ាស៊ីនហើយសម្រាប់បញ្ហាម៉ាស៊ីនក៏យើងអត់ធ្វើអីច្រើនដែរយើងគ្រាន់តែដោះវាតាមមួយគ្រាប់មកឆ្កឹះវាតាមមួយគ្រាប់មកគឺរួចរាល់ហើយវាឆ្លងតាមមួយគ្រាប់ហ្នឹងទេអូខេបងប្អូនណានេះបងប្អូនគឺខ្ញុំបង្ហាញជូនបងប្អូនអរគ្នាយើងឆ្កឹះតាមមួយគ្រាប់កន្លែងនេះចេញមកគឺវាអីវាលេងអីទេវាឆ្លងតាមមួយគ្រាប់កន្លែងហ្នឹងឯងអញ្ចឹងវាធ្វើឲ្យម៉ាស៊ីនរបស់យើងបិទបើកអញ្ចឹងណាអូខេអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហា Redmi បែបហ្នឹងអាចសាកល្បងតាមវិធីនេះបានណាព្រោះខ្ញុំធ្វើរួចរាល់ហើយគឺជោគជ័យអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយទៀត